បាទជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់យើងបន្តទៀតអញ្ចឹងខ្ញុំនេះគឺជាខ្ញុំទី1ហើយខ្ញុំកាត់ព្រឹកថ្ងៃនេះផងដែរហើយខ្ញុំនេះវាបើយើងនិយាយចង់ទៅវានៅរឿងជ្រៅក៏សមដែរកុំស្អីទូចទេប៉ុន្តែគាត់ថាវានៅកដាលគុំអញ្ចឹងវាប្រឈមនឹងមេឃធំច្រើនដែលធ្វើឲ្យយើងអ្នកកាត់ណាវាពិបាកហើយមួយវិញទៀតបងប្អូនទៅនឹងយកនៅកំសីយើងអត់អាចយកខំបានទេដោយសារតែយើងយកខំទៅវាទី1វាអាចនឹងចំណុចដែលសំខាន់បំផុតគឺយើងការពារពីសុខសុវត្ថិភាពរបស់យើងណាបងប្អូនព្រោះចិត្តស្ដែងហ្នឹងហើយថាយើងឡើងដើមសីគឺវាខ្ពស់ហើយណាមួយទៅសីវាសបោត្រឲ្យបន្លាទាំងអស់ចឹងហើយអ្វីដែលយើងទៅធ្វើនោះគឺគិតពីសុវត្ថិភាពរបស់យើងចឹងគ្រប់យ៉ាងយើងត្រូវតែប្រយ័ត្នប្រយែងបានខ្ពស់មែនទែនដោយសារមួយទៀតតើតើរឿងការប្រើប្រាស់បំពង់ផ្សាយនេះក៏ប្រើប្រាស់គប់ភ្លើងគប់អីជាដើមណាចឹងយើងត្រូវតែប្រយ័ត្នឲ្យបានខ្ពស់មែនទែនទៅរឿងភ្លើងវាអាចធ្វើឲ្យឆេះគុំស្អីឆេះអីតែទោះបីយ៉ាងណាក៏ដោយបងប្អូនឆ្នាំអ្នកយកខ្ញុំរបស់យើងហ្នឹងជាទូទៅនឹងត្រូវបានគេចោទច្រើនណាស់ដោយសារតែមានមនុស្សមួយក្តាប់តូចណាតែពួកគាត់អត់ចេះយកតែគាត់យកទៅធ្វើភ្លើងឆេះព្រៃឆេះអីជាដើមហ្នឹងទៅហើយជាក់ស្ដែងសម្រាប់ពួកយើងគឺពួកយើងយកត្រូវតែប្រយ័ត្នឲ្យបានមែនទេព្រោះយើងនឹងស្រាប់ហើយថាបើយើងយកឲ្យវាឆេះជាក់ស្ដែងទៅវាប៉ះពាល់ច្រើនណាស់ទី1ពួកយើងអ្នករកមុំអញ្ចឹងព្រៃហ្នឹងជាជំរកមុំឲ្យសម្រាប់ពួកយើងអាចរកបានបើយើងរកឆេះចង់ឲ្យក្រោយយើងបានអីរកហើយជាទូទៅសម្រាប់យើងអ្នករកគឺយើងប្រកាសជាដឹងថាតំបន់ហ្នឹងយើងរកថ្ងៃហ្នឹងអញ្ចឹងប្រកាសយ៉ាងហោចណាស់ក៏2អាទិត្យក្រោយយើងអាចមករកឡើងហ្នឹងវិញបានក៏នៅតែមានខ្មុំសម្រាប់យកទៀតដែរចុះបើសិនជាយើងយកឲ្យឆេះគុំស្អីឆេះព្រៃឆេះអស់ទៅខ្មុំវាមិនផ្អើលហើយចេញអស់អញ្ចឹងយើងមករកលើក្រោយយើងបានខ្មុំមកពីណាចុះហើយរឿងនេះគឺជារឿងដែលយើងត្រូវតែប្រយ័ត្នឲ្យបានខ្ពស់មែនទែនកុំឲ្យតែដូចតែពាក្យតែមានភ្លើងឆេះព្រៃគឺផ្ដើមមកពីអ្នកយកខ្មុំអញ្ចឹងវាមិនល្អទៅសោះអញ្ចឹងបានជាការសំណូមពររបស់ខ្ញុំសម្រាប់អ្នកដែលអត់ចេះយកដែលយកធ្វើឲ្យងាប់មេខ្មុំដុតឆេះងាប់មេខ្មុំឬគេឆេះព្រៃឆេះអីគួរតែបើមិនច្បាស់ទេមកយកទៅទុកឲ្យគេអ្នកចេះយកគេយកទៅព្រោះគេអ្នកចេះយកគេដឹងពីរបៀបយកថាយកមិនវាអត់ប៉ះពាល់មិនអីមិនហើយមួយវិញទៀតបងប្អូនណាចូលចិត្តប្រើបារីសម្រាប់យកគួរតែដូរបានដូរទៅយើងអាចប្រើជាស្រកីដូងណាប្រើជាធូបជំនួសក៏បានដែរបើប្រើភ្លើងគប់វាអាចងាយនឹងឆេះគុំស្អីអញ្ចឹងយើងដូរទៅបងប្អូនវាអត់ល្អទេសម្រាប់យើងក្មេងៗសម្រាប់ការប្រើប្រាស់បារីនេះវាអត់ល្អទាល់តែសោះហើយបើយល់ល្អអាចទិញឧបករណ៍ដូចខ្ញុំចេះក៏បានដែរខាងខ្ញុំក៏មានលក់ដែរបងប្អូនឧបករណ៍នេះ